សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះផងដែរយើងមកធ្វើការនិយាយ recap ជាមួយនឹង One Piece ចាប់ពី episode ទី1141ដល់1144អូខេតោះអញ្ចឹងកុំឲ្យខាតពេលយូរវិញយើងទៅធ្វើការតាមដានទាំងអស់គ្នា Let's go អញ្ចឹងសម្រាប់នៅក្នុង episode ទី1141ហ្នឹងគឺមានជាមួយនឹងក្រុម Giant Whale Pirate ហ្នឹងដែលមានជាមួយនឹង Dory ក៏ដូចជា Brogy ហ្នឹងគឺមកចូលរួមជាមួយនឹងការប្រយុទ្ធដើម្បីជួយជាមួយនឹង Monkey D. Luffy ក៏ដូចជាក្រុម Straw Hat Pirate ផងដែរហើយការចូលរួមបែបនេះហ្នឹងគឺធ្វើឲ្យផ្លាស់ប្ដូរស្ថានភាពការប្រយុទ្ធខ្លាំងមែនទែនចំណែកឯ Luffy វិញក៏បានធ្វើការបង្ហាញជាមួយនឹង Gear ទី5របស់គាត់ហ្នឹងដើម្បីធ្វើការប្រយុទ្ធជាមួយនឹងតា Saturn ផងដែរហើយខណៈពេលដែល Sanji គឺមានរឿងសំខាន់នៅក្នុងភាគនេះហ្នឹងគឺគាត់ហ្នឹងបានបង្ហាញអំពីការទប់ស្កាត់ Kizaru របស់គាត់ហ្នឹងក្នុងការជួយជាមួយនឹង Dr. Vegapunk តែបន្ទាប់មកទៀតនៅក្នុងសាច់រឿងហ្នឹងក៏បានធ្វើការផ្សំជាមួយនឹងការ flashback ក៏ដូចជាស្អីផ្សេងៗទៀតហ្នឹងនៅខាងក្រោយខ្លះអីចឹងទៅសម្រាប់នៅក្នុង episode ទី1142វិញគឺឃើញថា Dr. Vegapunk គឺគាត់នឹងបានរៀបចំជាមួយនឹងសារពិភពលោកមួយដែលយើងហៅថា broadcast ដែលធ្វើការបង្ហាញអំពីចំណុចសំខាន់ពិតប្រាកដហ្នឹងទៅកាន់ពិភពលោកយើងតែម្ដងដែលការបង្ហាញជាមួយនឹង broadcast ហ្នឹងគឺបានន័យថា Dr. Vegapunk គឺគាត់បានស្លាប់ទៅហើយប៉ុន្តែហ្នឹងគឺអត់ទាន់មានអ្នកដែលនៅខាងក្រៅហ្នឹងដឹងច្រើនទេថា Dr. Vegapunk ស្លាប់គឺគេមិនទាន់សម្រេចច្បាស់ថា Dr. Vegapunk ហ្នឹងស្លាប់នេះចូលដល់កាន់ episode ទី1143វិញគឺបានបង្ហាញអំពី Monkey D. Luffy នឹងបានប្រើជាមួយនឹងសមត្ថភាព Gear ទី5 Gear ទី5អ្នកទាំងអស់គ្នាដើម្បីប្រយុទ្ធជាមួយនឹងតា Saturn ក៏ដូចជា Kizaru នៅកោ Egghead ផងដែរទៅពេលនេះដែរនឹងគឺការចាក់ផ្សាយ broadcast របស់ Dr. Vegapunk ហ្នឹងគឺកំពុងតែធ្វើការចាក់ផ្សាយទៅកាន់ពិភពលោក Dr. Vegapunk គឺបានកំណត់រយៈពេល10នាទីដើម្បីឲ្យអ្នកដែលនៅខាងក្រៅនៅក្នុងពិភពលោកទាំងអស់ហ្នឹងបានរៀបចំនៅក្នុងការស្ដាប់អីចឹងទៅហើយបន្តមកទៀតទៅធ្វើការបកស្រាយហើយការនិយាយរបស់តា Saturn ហ្នឹងគឺគ្មានពីណាគេអាចរារាំងបានទេបន្តមកទៀតនៅក្នុងចុងក្រោយនៅក្នុង episode ទី1143នេះហ្នឹងគឺថាក្រុម Fire Elder រួមទាំងជាមួយនឹងតា Saturn ហ្នឹងគឺបានធ្វើដំណើរមកដល់ Egghead ដើម្បីធ្វើការចូលរួមក្នុងការប្រយុទ្ធដើម្បីដោះស្រាយនៃបញ្ហាមួយនេះយើងយកទៅកាន់នៅក្នុង episode ទី1144ហ្នឹងតែភាគនេះគឺគេធ្វើការផ្ដោតទៅលើការចូលមកដល់របស់តាចាស់ទាំង5ដែលយើងហៅថា Fire Elder នៅលើកោ Egghead ដើម្បីបញ្ឈប់ជាមួយនឹងសាររបស់ Dr. Vegapunk ដែលបានផ្សាយទៅកាន់ពិភពលោកនៅពេលដែល Fire Elder មកដល់ភ្លាមគឺពួកគាត់មិនគិតពីរឿងទុកសារសិនទេប៉ុន្តែគឺពួកគាត់នឹងបង្ហាញពីអំណាចដ៏ខ្លាំងក្លារបស់គាត់ទាំងឡាយទៅក្រុម Straw Hat Pirate តែម្ដងបន្ទាប់មកទៀតនឹងសកម្មភាពរវាង Monkey D. Luffy ក៏ដូចជា Fire Elder គឺបានធ្វើការចាប់ផ្ដើមឡើងប្រយុទ្ធយកតែម្ដងហើយនៅក្នុង episode ទី1144នេះគឺការផ្សាយរបស់ Dr. Vegapunk នឹងត្រូវបានដាក់ជាប្រធានបទសំខាន់មួយនៅក្នុងភាគនេះអូខេអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេយើងនឹងរងចាំតាមដាននៅក្នុង4 episode បន្តទៀតហ្នឹងហើយអញ្ចឹងមានតែប៉ុណ្្នឹងទេកុំភ្លេចចុច subscribe ម្នាក់មួយយើងជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាយបាយ